បងប្អូនមើលទាំងអស់គ្នាទៅឃើញខ្ញុំដាក់វីដេអូនេះជូនទស្សនភាពនៅក្នុងប្រទេសថៃបាទហើយថ្មីហ្នឹងទេនេះសល់មួយថ្ងៃហ្នឹងទេឃើញទេបាទអាគីភ័យឆាបឆេះគ្រោះធម្មជាតិរឿងកើតឡើងអត់ចេះចប់ទេហើយអ្នកទាំងអស់គ្នាគិតថាវាផ្ដើមចេញពីអីវាផ្ដើមចេញអំពីការដែលមានមហិច្ឆតាឈ្លានពានធ្វើបាបរុករៀនត្រៀនគេនោះចង់និយាយចឹងអានឹងដូចបដាសាអញ្ចឹងកាលណាតាសាងអីប្រព្រឹត្តអីអានឹងវាកើតទៅហេតុទៅអញ្ចឹងហើយប្រទេសសៀមនឹងក៏វាកាន់បន្ទុកពុទ្ធសាសនាដូចយើងដែរក៏ប៉ុន្តែគួរដឹងហើយហេតុផលទាំងអស់ហ្នឹងព្រោះអ្នកឯងជឿបុណ្យជឿបាបហើយអ្នកឯងនៅតែប្រព្រឹត្តគឺវាកើតឡើងអញ្ចឹងហើយគាត់ថាពេលខ្លះមិនចង់លើកយកមកនិយាយអធិប្បាយរឿងទាំងអស់ហ្នឹងទេហើយក៏មិនមែនសើចចំអកសើចយំដែរក៏ប៉ុន្តែចង់ឲ្យពួកអ្នកឯងទាំងអស់នោះពិចារណាផងណាព្រោះកាន់ពុទ្ធសាសនាដូចគ្នាទេពិចារណារឿងបុណ្យរឿងបាបរឿងគុណរឿងទោសហ្នឹងផងណាអាហ្នឹងពួកច្បាប់នៅក្នុងពុទ្ធសាសនាព្រះអង្គបានបញ្ញត្តិឲ្យថាបុគ្គលទាំងឡាយណាឬក្រុមទាំងឡាយណាដែលប្រព្រឹត្តនៅអំពើបាបផលវានឹងហុចឲ្យហើយអាហ្នឹងរឿងពិតมันអាចប្រកែកបានទេអញ្ចឹងអំពើអាក្រក់ដែលព្យាយាមធ្វើព្យាយាមប្រព្រឹត្តមកលើខ្មែរហ្នឹងវាអត់បានសុខទេណាប្រទេសអ្នកឯងទាំងអស់ហ្នឹងវារងទុកទោសរងទុកទណ្ឌអាហ្នឹងដូចធម្មជាតិដាក់ទណ្ឌកម្មអញ្ចឹងអាហ្នឹងហើយព្រលឹងបុព្វបុរសខ្មែរហ្នឹងមិនមែនតន់ទៅណាពីទឹកដីខ្មែរទេគ្រាន់តែប្រាប់ទេនៅថែអាសាការពារកូនខ្មែរមេដឹកនាំខ្មែរទាំងអស់ហ្នឹងទៅហ៊ានជួមុខខ្មែរទាំងអស់ហ្នឹងអត់លោកអត់ទៅណាទេបាទមិនថាលោកតាឌីមិនថាលោកតាឃ្លាំងមឿងមិនថាវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងប្រទេសទេនៅការពារកម្ពុជាទាំងអស់លើកទឹកចិត្តកងទ័ពផ្ដល់ភាពក្លាហានឲ្យកងទ័ពដើម្បីការពារទឹកដីការពារប្រជាជនក៏ប៉ុន្តែដល់ពេលយើងមើលទៅប្រជាមិត្តណាវាល្មមភ្ញាក់ខ្លួនហើយមើលប្រទេសអ្នកឯងវាមិនហើយដល់ពេលហ្នឹងឃើញទេអាហ្នឹងបើថាកាន់ពុទ្ធសាសនាដូចគ្នាហើយលេចចេញមកជារូបរាងបែបផែនប៉ុណ្ណឹងហើយបើអ្នកឯងមិនភ្ញាក់ខ្លួនទៀតនៅតែប្រព្រឹត្តអំពើបាបហ្នឹងទៀតអាហ្នឹងកម្មវាផ្ដន់ទាអញ្ចឹងហើយព្រោះអត់មានថាម៉េចទេតែនិយាយនេះមិនមែនទៅស្អប់ខ្ពើមអីពលរដ្ឋដែលថៃដែលគេស្លូតត្រង់ទេព្រោះរឿងទាំងអស់នេះមានពលរដ្ឋថៃមួយចំនួនធំក៏គេមិនសប្បាយចិត្តដែររឿងបកហេតុបកសង្គ្រាមបកបញ្ហាហ្នឹងធ្វើឲ្យស្រុកទេសច្បងច្បល់ហ្នឹងខ្ញុំមើលឃើញវីដេអូតាមអ៊ីនធឺណិតហ្នឹងឃើញពលរដ្ឋសៀមជាច្រើនណាចេញមកប្រកាសក្តែងជាអបតហឹងហ្មងណានៅខ្លះយំស្រែកដោយសារអីគាត់មិនពេញចិត្តគាត់សម្ដែងការមិនពេញចិត្តចំពោះអាទាំងវើឈួតលីលាហ្នឹងចង់និយាយចឹងអានេះខ្ញុំវីដេអូក្រោយខ្ញុំនឹងដាក់បង្ហាញអាវីដេអូដែលពលរដ្ឋដែលគេបង្ហាញការមិនពេញចិត្តហ្នឹងហើយអរគុណបងប្អូន